សូមនមស្ការថ្វាយបង្គំចំពោះកណ្ណាចាស់គ្រប់ព្រះអង្គម្រើនពរញាតិញោមស្រីប្រុសទាំងអស់គ្នាបងប្អូននេះគឺសកម្មភាពគណៈកម្មការព្រមទាំងសង្ឃដែលបានរៀបចំគម្រោងមួយគឺដាក់សូឡាក្នុងភូមិហើយក្នុងនោះក៏មិនមែនដាក់តែក្នុងបរិវេណផ្លូវចូលវត្តនារីរាំងសីប៉ុណ្ណោះទេយើងនឹងមានគម្រោងដាក់តាមផ្លូវក្នុងភូមិទៅពាំងពោផងដែរអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលមានទឹកចិត្តចង់ចូលរួមនៅបំភ្លឺនៅក្នុងភូមិទៅពាំងពោយើងញាតិញោមអាចចូលរួមតាមរយៈញោមអាចារ្យជួយចន្ទសៀដើម្បីគាត់បានរៀបចំចាត់ចែងទិញនៅសម្ភារៈដូចជាបង្គោលដែកដូចជាសូឡាដើម្បីរៀបចំដាក់បំភ្លឺអញ្ចឹងជូនដល់ញាតិញោមទាំងអស់គ្នាឥឡូវក្នុងបរិវេណផ្លូវនេះគឺយើងបានឈ្មោះគ្រប់ហើយតាំងពីខ្លងទ្វារពីមុខនោះរហូតទៅដល់ខាងមុខខ្លងទ្វារវត្តឯណោះគឺបានគ្រប់ចំនួន7ដើមហើយនៅបរិវេណតាមថ្នល់កស៊ូនោះក៏យើងមានគម្រោងផងដែរអាហ្នឹងអាស្រ័យលើញាតិញោមចូលរួមទាំងអស់គ្នាដើម្បីក្នុងភូមិយើងបានភ្លឺទាំងអស់គ្នាណាអញ្ចឹងជូនដំណឹងញាតិញោមប៉ុណ្ណឹងអាចចូលរួមបានណាតាមរយៈញោមអាចារ្យជួយចន្ទសៀញោមអាចទំនាក់ទំនងគាត់ដើម្បីទិញសម្ភារៈហើយបញ្ជាក់ផងដែរញាតិញោមហើយញាតិញោមណាដែលបានចូលរួមឧបត្ថម្ភចូលរួមទិញសូឡាគណៈកម្មការយើងរៀបចំសរសេរជាឈ្មោះអញ្ចឹងដើម្បីញាតិញោមបានឃើញញាតិញោមដែលបានចូលរួមអញ្ចឹងជម្រាបញាតិញោមហ្នឹងមកខ្ញុំកំពុងទៀតតាពេលគេដឹងជាងវិញទេបាសិកាមេយោភូមិតាពាំងពោរងស្រុកបាត់របូរខេត្តសៀមរាបរៀបចំដាក់សូឡាញាតិញោមតាមបណ្ដោយផ្លូវចូលវត្តហើយក្នុងនោះក៏មានគម្រោងនឹងដាក់តាមផ្លូវខាងមុខផ្លូវកស៊ូនោះផងដែរក្នុងភូមិ